សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីការស្ងោរស៊ុបឆ្អឹងជ្រូកក៏ដូចជាមានសាច់ជ្រូកខ្លះដែលនាងខ្ញុំបានទិញអញ្ចឹងខ្ញុំកាត់សាច់ជ្រូកខ្លះលាយជាមួយឆ្អឹងដើម្បីធ្វើជាស៊ុបហើយជំហានដំបូងគឺយើងចាប់ផ្ដើមលាងសាច់ក៏ដូចជាលាងឆ្អឹងរបស់យើងនឹងជាមួយទឹកក្តៅដែលពុះទុកបន្តិចហើយកុំឲ្យវាឆ្អិនពេកគឺយើងចាក់សាច់ហ្នឹងទៅក្នុងយើងដើម្បីយើងលាងពុកម៉ែបងប្អូនដោយសារសាច់ជ្រូកនៅប្រទេសអូស្ត្រាលីគឺវាមានទុំក្លិនខ្លាំងជាងសាច់ជ្រូកដែលយើងចិញ្ចឹមនៅស្រុកខ្មែរអញ្ចឹងយើងលាងទី1គឺកាត់សាដែលធំក្លិនហ្នឹងហើយទី2ក៏ដូចជាជួយសម្អាតឈាមហើយនៅពេលយើងស្ងោរស៊ុបជ្រូកហ្នឹងគឺទឹកស៊ុបថ្លាអញ្ចឹងមានគ្រឿងខ្លះអញ្ចឹងនាងខ្ញុំមានដូចជាខ្ទឹមប្រាំងខ្ទឹមស្លឹកខ្ទឹមរំដេងខ្ញីហើយក៏ដូចជាគល់ស្លឹកគ្រៃហើយនេះហៅថាស្លឹកក្រូចសើចហើយនៅពេលដែលទឹកស៊ុបឬក៏ទឹកដែលនេះខ្ញុំដាក់ជាមួយនេះពុះហើយគឺក៏ដូចជាសាច់របស់យើងលាងស្អាតហើយគឺចាប់ផ្ដើមដាក់បងគ្រឿងមុនអញ្ចឹងនៅក្នុងនោះសម្រាប់ភេទជាគ្រឿងទេសដែលនេះខ្ញុំបានដាក់នៅក្នុងទឹកស៊ុបហ្នឹងធ្វើឲ្យទឹកស៊ុបមានក្លិនឈ្ងុយហើយក៏ដូចជាបង្កើនរសជាតិស៊ុបនឹងផងដែរហើយនាងខ្ញុំថែមអំបិលបន្តិចដើម្បីឲ្យទឹកស៊ុបនឹងកុំឲ្យវាសាបពេកគឺមានរសជាតិប្រៃឡែមយើងកុំដាក់ច្រើនពេកពុកម៉ែបងប្អូនដាក់តិចសិនហើយបន្ទាប់ពីដាក់នឹងហើយគឺនាងខ្ញុំចាប់ផ្ដើមយកប្រភេទកាហៅនេះគឺស្លឹកខ្ទឹមគល់ស្លឹកខ្ទឹមឬក៏ចុងស្លឹកខ្ទឹមដែលសល់ពីការធ្វើម្ហូបមុនហ្នឹងគឺយកមកដាក់នៅក្នុងហ្នឹងដើម្បីជាប្រភេទបន្លែដែលយើងអាចថាយកជាតិបន្លែពីស្លឹកខ្ទឹមហ្នឹងដោយសារបើសិនជាខ្ញុំអត់ដាក់វានៅក្នុងស៊ុបទេនេះខ្ញុំមានតែបោះចោលនៅក្នុងគេហៅថាធុងសម្រាមអញ្ចឹងខ្ញុំយកប្រភេទស្លឹកខ្ទឹមដែលទំហំធំហ្នឹងស្លឹកវារៀងចាស់ខ្លះខ្ចីខ្លះហ្នឹងយកមកដាក់ក្នុងស៊ុបហ្នឹងដើម្បីយករសជាតិទឹកស៊ុបហ្នឹងហើយក៏ដូចជាដាក់ឆ្អឹងជ្រូកក៏ដូចជាសាច់ជ្រូកហ្នឹងចូលទៅក្នុងទឹកស៊ុបហើយជាទូទៅគឺការម្ងាស់ទឹកស៊ុបហ្នឹងចន្លោះពី1ម៉ោងកន្លះទៅ2ម៉ោងហើយបើសិនជាពុកម៉ែបងប្អូនណាដែលគាត់ចូលចិត្តញ៉ាំសាច់ជ្រូករៀងសាច់វាឈប់គឺយើងរំងាស់តែ1ម៉ោងបានហើយគឺវាអត់សូវផុយខ្លាំងទេដោយសារនៅក្នុងស៊ុបនេះគឺខ្ញុំចូលចិត្តញ៉ាំប្រភេទស៊ុបដែលសាច់វាផុយល្អហើយទឹកស៊ុបជាទូទៅពុកម៉ែបងប្អូនយើងដាក់កុំឲ្យប្រៃពេកដោយសារទឹកស៊ុបនេះគឺជាប្រភេទស៊ុបដែលយើងអាចលាយជាមួយបន្លែឬក៏ជាមួយមីឬក៏ញ៉ាំជាមួយបាយយើងគ្រាន់ថែមអំបិលឬក៏អំបិលមីតិចតួចឬទឹកត្រីតិចតួចដើម្បីឲ្យរសជាតិរបស់វាកាន់តែឆ្ងាញ់ទេហើយការចំណាយហ្នឹងគឺយើងមើលដែរយើងព្យាមើលទៅលើទឹកស៊ុបហ្នឹងហើយក៏ដូចជាកូរបើសិនជាមានពពុះខ្មៅច្រើនយើងអាចដួសចេញដោយសារនៅក្នុងស៊ុបនេះទឹកប្រភេទជាពពុះខ្មៅលើទឹកស៊ុបហ្នឹងគឺមានតិចអញ្ចឹងខ្ញុំអាចកូរបានហើយបន្ទាប់ពីយើងមើលទឹកស៊ុបក៏ដូចជាមើលពីការចម្អិននឹង1ម៉ោងជាងជិត2ម៉ោងនឹងហើយគឺនេះខ្ញុំចាប់ផ្ដើមដួសទឹកស៊ុបមកភ្លក់មើលថាវាល្មមហើយក៏ដូចជាភ្លក់សាច់នឹងថាសាច់នឹងផុយល្មមហើយនៅអញ្ចឹងនៅក្នុងនឹងផងដែរពេលយើងឆ្អិនហើយគឺយើងអត់ដួសវាក្តៅទេពុកម៉ែបងប្អូនទុកឲ្យទឹកស៊ុបនឹងត្រជាក់សិនហើយពេលដែលយើងដួសដាក់ក្នុងប្រអប់តូចហ្នឹងណាគឺយើងដួសតែ
ទឹកហើយក៏ដូចជាសាច់ដោយសារតែយើងទុកឲ្យវាកកហ្នឹងគឺយើងកុំចាប់ដាក់ភេទបន្លែច្រើនពេកដោយសារបន្លែយើងអាចទុកនៅបាតឆ្នាំងទៅយើងអាចយកទៅច្នៃសូសជាមួយមីអីផ្សេងហើយនៅក្នុងនឹងផងដែរពុកម៉ែបងប្អូនគឺពេលយើងដួសទឹកស៊ុបដាក់ក្នុងប្រអប់តូចឬប្រអប់ធំយើងកុំដាក់វាពេញពេកដោយសារនៅពេលដែលប្រភេទទឹកស៊ុបឬក៏ទឹកនៅពេលដាក់ក្នុងទូទឹកកកវានឹងរីកមាឌអញ្ចឹងវាអាចធ្វើឲ្យប្រអប់របស់យើងនឹងខូចទ្រង់ទ្រាយផងដែរអញ្ចឹងយើងកុំដាក់ពេញពេកនេះជាបទពិសោធន៍ដែលខ្ញុំបានធ្វើនៅក្នុងផ្ទះបាយរបស់ពួកយើងហើយជឿទៅពុកម៉ែបងប្អូនសម្រាប់ទឹកស៊ុបឆ្នាំងធំបែបនេះគឺនាងខ្ញុំអាចរៀបចំឬក៏ដួសដាក់ក្នុងប្រអប់តូចឬក៏ប្រអប់ធំបានយ៉ាងហោចណាស់ក៏7ឬក៏8ប្រអប់ដែរហើយយើងអាចប្រើបានច្រើនដងអញ្ចឹងនៅក្នុងនេះនាងខ្ញុំបានដួសមានប្រភេទប្រអប់តូចដែលយើងញ៉ាំមួយពេលសម្រាប់មនុស្សម្នាក់ហើយក៏ដូចជាប្រអប់ប៉ុណ្ណេះគឺយើងអាចញ៉ាំមនុស្ស2នាក់ហើយផងដែរនេះជាប្រភេទទឹកស៊ុបដែលមានទឹកសុទ្ធគឺយើងអាចយកទៅធ្វើប្រភេទលក្ខណៈគេហៅថាស៊ុបឆ្នាំងដីឬក៏ប្រភេទ hot pot ដែលយើងប្រើទឹកស៊ុបសាច់ជ្រូកអីចឹងហើយនៅក្នុងហ្នឹងគឺយើងសពប្រមាណដាក់នៅក្នុងទូទឹកកកឲ្យកកហើយបន្ទាប់ពីប្រភេទស៊ុបដែលនៅសល់បាតឆ្នាំងគឺយើងចាប់តាមដួសដូចជាម្ដែងដែលវារឹងក៏ដូចជាគល់ស្លឹកគ្រៃដែលរឹងចេញពីស៊ុបដែលនៅសល់បាតឆ្នាំងហ្នឹងហើយនៅក្នុងហ្នឹងក៏មានបន្លែស្លឹកខ្ទឹមធំហ្នឹងស្លឹកខ្លះវាទុនយើងអាចញ៉ាំបានហើយស្លឹកណាដែលរឹងយើងញ៉ាំទៅយើងអាចខ្ជះស្លឹកដែលរឹងនឹងចេញយើងយកទៅជាតិស្លឹកខ្ទឹមដែលនាងខ្ញុំបានប្រើប្រាស់ពីការចម្អិនសល់ពីមុខម្ហូបផ្សេងអញ្ចឹងបន្លែមួយចំនួនយើងអាចកែច្នៃវាបានតាមរយៈការប្រើជាប្រភេទស៊ុបហើយនៅក្នុងនឹងផងដែរពុកម៉ែបងប្អូនយើងអាចដាក់ដូចជាមីដើម្បីធ្វើដូចជាការសូសមីជាមួយស៊ុបសាច់ជ្រូកដូចជាសាច់ជ្រូកដែលនេះខ្ញុំបានធ្វើនឹងយើងក៏ដាក់អំបិលឲ្យប្រៃពេកដាក់ពាក់កណ្ដាលសិនភ្លក់ហើយទើបពុកម៉ែបងប្អូនថែមគ្រឿងទៀតបានហើយនេះខ្ញុំក៏លើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាកុំញ៉ាំប្រៃពេកហើយនៅក្នុងវីដេអូនេះខ្ញុំសូមអញ្ជើញពុកម៉ែបងប្អូនមកទទួលទាននៅស៊ុបមីជាមួយនឹងខ្ញុំហើយនេះខ្ញុំក៏សូមអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់នេះខ្ញុំនឹងចែកចាយនៅចំណេះដឹងខ្លះៗបន្ថែមទៀតនៅក្នុងវីដេអូបន្តបន្ទាប់សូមអរគុណ